តោះមកមើលលទ្ធផលមកថ្ងៃមុនទាំងអស់គ្នាមកក៏ដូចជា slide ថ្ងៃមុននេះខ្ញុំបានយកទៅរៀបចំក្នុងការ decor ជាមួយនឹងដើម bonsai របស់ខ្ញុំហើយយើងមើលទៅវាមានសភាពជាដុំណាវាដុំបានលុះត្រាតែយើងយកប្រភេទដីស្អិតយើងអាចយកជាប្រភេទដីទលេក៏បានដែរយកមកផ្សូនជាតម្រង់ដែលយើងចង់បានហើយយើងយកមកយកទៅបិទពីលើអានឹងវាអាចរក្សាបាននៅតម្រង់រូបរាងហើយវាដុះស្អិតជាប់ល្អជាងប្រភេទដីសាច់អញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់ដាំមុនអ្នកទាំងអស់គ្នាអាចផ្សំវាជាមួយនឹងដីទលេបានយើងយកលបាយដីទលេហ្នឹងយើងយកច្របាច់ឲ្យម៉ត់ហើយយើងដាក់ទឹកបន្តិចមកឲ្យវាស្អិតជារួមទៅដីទលេនៅពេលដែលយើងលាយលបាយទឹកឲ្យវាបញ្ចូលគ្នាទៅយើងមើលឃើញសភាពវាហ្នឹងដូចជាដីឥដ្ឋចឹងយើងអាចសូនវាជាប្រភេទតម្រងរាងដែលយើងចង់បានហ្នឹងគឺយើងអាចផ្សូនបានហើយបើសិនជាយើងមានមកយើងអាចយកទៅបំពាក់ជាមួយទៅប៉ុន្តែកុំប្រើដីទលេច្រើនពេកជាមួយនឹងរុក្ខជាតិដែលយើងដាំណាពីព្រោះដីទលេវាជាប្រភេទដីស្អិតចឹងពេលខ្លះវាបើសិនជាយើងស្រូចទឹកវាពិបាកចូលបន្តិចតែបើសិនយើងស្រូចច្រើនពេកវាក៏អាំជាប់នៅនឹងដែរអញ្ចឹងយើងប្រើតាមអ្វីដែលយើងចង់បានមកល្មមបានហើយអញ្ចឹងតោះបកមកមើលវិញប្រភេទដើម bonsai ជាមួយនឹងមោះនេះគឺវាស៊ីគ្នាមែនតែនបើសិនជាយើងមើលទៅវាធម្មជាតិពិតតែម្ដងអញ្ចឹងដូចនិយាយថាដូចគូគេអញ្ចឹងដាក់ទៅគឺស្អាតមែនតែនហើយប្រភេទដើម bonsai នេះគឺមាននៅខាងសួននគររាជណាបើសិនជាអ្នកទាំងអស់គ្នាមានការស្រឡាញ់ប្រភេទដើម bonsai អ្នកទាំងអស់គ្នាអាចមករកបានជាមួយនឹងសួននគររាជហើយអាចសាកសួរព័ត៌មានជាមួយលេខទូរស័ព្ទដាក់ខាងលើហើយដើម bonsai នេះគឺយើងអាច decor ជាមួយនឹងអាងត្រីក៏បានដែរអញ្ចឹងអាចសួរព័ត៌មានបានទាំងអស់គ្នាអរគុណ